នេះគឺជាទស្សភាពនៅជុំវិញផ្ទះរបស់ខ្ញុំគ្មានអ្វីទេខ្ញុំនឹងទៅយើងមិនមាននិស្ស័យអាចបានលេងដូចគេដូចឯងចឹងព្រោះយើងក្រមើលទៅយើងនៅចូលនៅផ្ទះជួលព្រោះយើងវាមិនសូវជាមានឥឡូវទៅមើលខាងនេះស្ពានបន្លែឥឡូវខ្ញុំឲ្យទៅមើលខាងក្រៅខាងម្ដងបាទនេះចូលជវាឲ្យទៅទីក្រុងហើយឥឡូវខ្ញុំឲ្យទៅមកខាងផ្ទះទៀតបាទគឺឥឡូវនេះគឺថាខ្លាំងតែពូមិនសូវជាមាននៅទេខាងលើបាទតែរៀងខ្ពស់ហើយអាចមើលច្បាស់ថែយើងរអិលបន្តិចបាទទេសភាពថតតែ1នាទីគាត់ទេមកចុះព្រៀងរ៉ែបងប្អូនអើយមានអ្វីទេជីវិតយើងធ្លាក់ដល់ចំណុច0ហើយ